សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់ Melina ទាំងអស់គ្នាហើយថ្ងៃនេះ Admin មកសម្រាប់បន្តរឿងប្អូនស្រីជាទីស្រឡាញ់ដែលជាភាគទី12ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតហើយណានៅក្នុងភាគហ្នឹងគឺមានឈុតពិសេសអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលថែមទៀតផងដូច្នេះហើយដើម្បីកុំឲ្យខាតពេលយើងយូរតោះទៅទស្សនាសាច់រឿងរបស់យើងដែលជាភាគទី12ជាមួយ Admin ទាំងអស់គ្នាណោះគឺថាគណៈពេលដែលហៅយាកកំពុងតែចំអិនម្ហូបហ្នឹងម៉ែវហ្នឹងក៏បានយកសភៅផ្គប់កងតារានីកហ្នឹងមកមើលម្ដងទៀតតែបងអ្វីដែលនាងមើលហ្នឹងគឺជាតារានីកនាងជាមួយនឹងហៅយាក៏ឃើញថាការផ្គប់កងហ្នឹងគឺបានដល់ទៅ99%ឯណោះឃើញហើយហ្នឹងគឺថាទឹកមុខឡើងញញឹមជាប់ទាំងបានចាប់អារម្មណ៍ថាលើហ្នឹងមានស្នាមទឹកបិចកែសោះតែដល់ពេលនាងអានអត្ថន័យទៅគឺថាមានការចម្លែកចិត្តជាខ្លាំងក៏ព្រោះតែអត្ថន័យហ្នឹងគឺនិយាយថាពួកគេទាំងពីរនាក់មានការផ្ទុយស្រឡះពីគ្នាហ្មងហើយចោះការផ្គប់កងនេះមិនក៏បានច្រើនខ្លាំងម៉ែបន្ទាប់មកនាងក៏ទៅមើលតារានីករបស់នាងជាមួយនឹងស៊ីឈើវិញម្ដងក៏ឃើញថាការផ្គប់កងហ្នឹងគឺចេញសញ្ញាដកដល់ទៅ98%ប៉ុន្តែពេលដែលនាងអានអត្ថន័យនៅក្នុងហ្នឹងគឺថាវាឡើងល្អហ្មងណាដល់អញ្ចឹងក៏គិតថាប្រហែលជាសភៅហ្នឹងគេបោកប្រាស់ហ្មងហើយពេលដែលលឺនាងស្រែកអញ្ចឹងហ្នឹងក៏បានមកមើលទឹកមុខគេហ្នឹងលួចញញឹមទេប៉ុន្តែបើជាសួរមេមែវថាមាននឹងអីកើតឡើងនិយាយពីថាធ្វើខ្លួនឯងនឹងហើយប៉ិនធ្វើប៉ិនធ្វើឆ្ងល់នោះថ្ងៃថ្មីនៅសាលារៀនស៊ីឈឿហ្នឹងក៏បានមកសួរមេមែវថានាងបានអានសភៅដែលគេឲ្យនោះឯនៅហើយតើការផ្គប់កងហ្នឹងយ៉ាងម៉េចដែរមេវក៏ប្រាប់ថានាងបានអានហើយសភៅហ្នឹងគឺឡើងអន់ហ្មងណាខ្ចីគេមកឡើងថ្លៃប៉ុន្តែសភៅហ្នឹងត្រូវបានគេសរសេរលើបាត់ទៅហើយហ្នឹងស៊ីឈឿក៏បានសួរនាងវិញថាសភៅហ្នឹងក្រៅពីនាងតើមានឲ្យណាគេផ្សេងហ្នឹងមើលអត់មេវក៏ប្រាប់ថាអត់មានទេប៉ុន្តែស៊ីឈឿហ្នឹងគេអាចស្មានដឹងថាប្រកាសជាស្នាដៃរបស់ហៅយាហ្មងពេលហ្នឹងគេដើរចេញទៅទាំងខឹងហ្មងណាមិននឹកស្មានថាហៅយាហ្នឹងបំផ្លាញគេរហូតពេលហ្នឹងគូក៏បានសួរស៊ីយាយដែរតើតើជាមួយនឹងតារានីករបស់នាងពេលដែលស៊ីយាយប្រាប់ហើយគូក៏បានយកសភៅមកមើលហើយក៏លាន់មាត់ថាការផ្គប់កងតារានីករបស់នាងជាមួយនឹងស៊ីឈឿហ្នឹងគឺត្រូវគ្នាឡើង100%ហ្មងស៊ីយាយយកមកមើលក៏ឃើញអញ្ចឹងដូចគ្នាប៉ុន្តែនាងមានអារម្មណ៍ថាអៀនណាហើយក៏និយាយថាសភៅហ្នឹងគេបោកប្រាស់ហ្នឹងតែនៅសុកគូហ្នឹងបែរជានិយាយថាចង់ដឹងដល់ហើយតើដៃហ្វៃហ្នឹងមានតារានីកអីគេទៅណោះស្រីពីរនាក់គ្រាន់តែលើហ្នឹងឡើងខឹងគេហ្មងមិនក៏លើកឈ្មោះនាងមកនិយាយទៀតហើយក៏ចាប់ផ្ដើមនាំគ្នាសង្ស័យហើយគូហ្នឹងស្រឡាញ់ដៃហ្វៃហ្នឹងតែដឹងបើទោះជាប្រកែកក៏ពីរនាក់នឹងអត់ជឿដែរព្រោះថាលើកឡើងពីនាងរហូតទៅគូហ្នឹងក៏សារភាពទៅក៏ដោយសារតែដៃហ្វៃហ្នឹងស្តៀងទៅនឹងអាយដលដែលគេចូលចិត្តពេកមើលទៅបែរជាដៃហ្វៃហ្នឹងមិនមែនអាក្រក់ដោយការគិតរបស់យើងតែដឹងនិយាយទៅហេតុតែចូលចិត្តគេជួយកាន់ជើងគេហ្មងណាចំណែកស៊ីឈើគេបានមកម៉ាត់ដើម្បីមកតាមរកហៅយាតវងហ្នឹងគេមកនិយាយឌឺដងពីក្រោយខ្នងឲ្យទេប៉ុន្តែដល់ពេលហៅយាដើរចេញគេក៏បានស្រែកសួរច្បាស់ថាហៅយានឹងមិនមែនជាអ្នកកែសភៅតារានីកនោះហៅយាគេក៏មិនប្រកែកដែរគឺគេទទួលស្គាល់ពិតមែនស៊ីឈើក៏បបោហៅយាមិនម៉ាហ្នឹងប្រកួតគ្នាដោយយុត្តិធម៌ទៅហើយហៅយាហ្នឹងគឺគេឆ្លើយថាយល់ព្រមពិតមែនម្ដងហ្នឹងគេទទួលស្គាល់ហើយណាពេលដែលហៅយាដើរមកថ្នាក់វិញហ្នឹងក៏បានជួបជាមួយនឹងឈូវៃក៏បបួលគេឲ្យចុះឈ្មោះចូលរួមប្រកួតការទៅចែកវែកញែកដេញដោលគ្នាផងដែរប៉ុន្តែហៅយាហ្នឹងគេបែរជានិយាយថាគេអត់ចាប់អារម្មណ៍ទេទៅឈូវៃក៏និយាយថាផ្លេចទៅឯងមិនសូវប្រកែកនិយាយផងវាមិនចម្លែកទេដែលឯងចូលរួមមកក្រោយមកនៅក្នុងអាហារដ្ឋានគឺថាស៊ឺឈឿហ្នឹងបានរត់មករកមេវយ៉ាងទៅហេតុទៅហប់ក៏ព្រោះតែគេហ្នឹងបានព័ត៌មានថ្មីទៅជាមួយនឹងការប្រកួតមកទៀតអីនិយាយទៅគឺការប្រកួតតបតែងខ្លួននៅខាងអេនីមេរបស់គេនឹងឯងអ្នកដែលឈ្នះនឹងទទួលបានរង្វាន់ដែលមានហត្ថលេខាផ្ទាល់របស់ idol ពួកគេទៀតផងមេវលើហើយណាគឺដឹងតែចូលរួមអីប៉ុន្តែនាងក៏សួរហៅយាដែរតើគេហ្នឹងចូលរួមអត់ហៅយាក៏តបទៅវិញថាគេអត់ចាប់អារម្មណ៍ទេស៊ីឈឿហ្នឹងក៏និយាយកាត់ថាបបួលគេទៅអីហៅយាហ្នឹងមិនតែអានមង្ការផងហ្នឹងណាមួយគេបានរៀបចំឈុតសម្លៀកបំពាក់សម្រាប់ពួកគេទាំងពីរនាក់ហើយប៉ុន្តែគេអត់ទាន់ប្រាប់ទេថាសម្លៀកបំពាក់ហ្នឹងបែបណាព្រោះគេចង់ទុកជាការសម្ងាត់សិនពេលស៊ីឈឿចេញទៅវិញមេវក៏ចង់បបួលហៅយាម្ដងទៀតដែរប៉ុន្តែគេនៅតែនិយាយថាគេអត់ចាប់អារម្មណ៍ហើយគេក៏អត់ចង់ចំណាយពេលខ្ជះខ្ជាយទៅលើរឿងហ្នឹងដែរប៉ុន្តែក្រោយមកហៅយាហ្នឹងក៏បានមករកឈូវៃដើម្បីសួរថាតើគេនៅតែអាចចុះឈ្មោះចូលរួមក្រុមពិភាក្សាហ្នឹងបានតើគេគ្រាន់តែប្រាប់ឈូវៃថាឥឡូវហ្នឹងគេបដូរចិត្តហើយទៅយប់ឡើងហៅយាហ្នឹងក៏មកអង្គុយពេញពាក្យត្រូវផ្ញើតាមមែលដើម្បីចូលរួមប្រកួតការជជែកពិភាក្សាគ្នាតំណាងឲ្យសាលារបស់ពួកគេអីចឹងណាតែរឿងដែលនឹកស្មានមិនដល់អ្នកទាំងអស់គ្នាហៅយាអត់បានពេញឲ្យខ្លួនឯងទេឈ្មោះដែលគេដាក់ចូលហ្នឹងគឺជាឈ្មោះរបស់ស៊ីឈឿថ្នាក់ទី10ហ្នឹងឯងធ្វើស៊ីឈឿបដ យគ្នាចង់ទៅចូលរួមជាមួយមេវឥឡូវដាក់ឲ្យធ្វើប្រឡងឯណាណៃនៅទៅវិញនៅខាងស៊ីឈឿណែវិញគេកំពុងតែឲ្យគូហ្នឹងជួយមើលឈុតរបស់គេសម្រាប់ចូលរួមការប្រកួតអេនីមេអីចឹងណាគឺគេបានជ្រើសរើសឈុតបរិយាច្បុតជួយសង្គ្រោះនាងមច្ឆាគូគេឡើងឆ្ងល់តើស៊ីឈឿគាត់ថាមេវនឹងស្លៀកឈុតហ្នឹងដែរមែន
តែយ៉ាងណាស៊ីឈឿហ្នឹងណាគេថាពេលនេះសុំសិនហើយអ្នកដែលគេយកមកសុំពេលហ្នឹងណាគឺគូនឹងឯងអ្នកទាំងអស់គ្នាគេក៏បានចាប់បីគូយកតែម្ដងហើយក៏និយាយតាមប្រូលដែលគេរៀបចំទុកអីចឹងណាតែចង់និយាយថាគូស្ដាប់ហើយហ្នឹងណាស្ទើរតែទុំជាប់ទៅហើយឡើងចង់ខ្លួន ថ្ងៃថ្មីនៅសាលារៀនម៉ែវកំពុងតែគិតហើយមិនដឹងថាថ្ងៃប្រកួតហ្នឹងណានាងគួរតែស្លៀកពាក់ឈុតអីទេម៉ែវក៏បានសួរស៊ីយាយដែរតើស៊ីយាយអត់ចាប់អារម្មណ៍ចូលរួមប្រកួតនឹងគេទេហ៎ស៊ីយាយក៏ប្រាប់ទៅថានាងអត់ចូលរួមប្រកួតខាង anime ហ្នឹងទេព្រោះនាងបានចុះឈ្មោះចូលរួមប្រកួតផ្នែកផ្សេងបាត់ទៅហើយដោយសារថ្ងៃហ្នឹងក៏មានការប្រកួតជ័យពិភាក្សាគ្នាតំណាងឲ្យសាលាផងដែរហើយនាងបានចុះឈ្មោះហើយភ្លាមហ្នឹងស៊ីឈើហ្នឹងក៏បានរត់យកដំណឹងមកប្រាប់ម៉ែវថាគេហ្នឹងបានរៀបចំអីខ្លះសម្រាប់កម្មវិធីការប្រកួតអីចឹងណាប៉ុន្តែទៅតែនិយាយបានមកសតូហ្នឹងស្រាប់តែលោកគ្រូវ៉ាន់ជាមួយលោកគ្រូនាយកហ្នឹងក៏បានមកហៅទាំងស៊ីឈើទាំងស៊ីយាយហ្នឹងឲ្យចេញមកជួបជាមួយគាត់ចេញមកដល់ក្រៅពួកគាត់ក៏និយាយថាអបអរសាទរពីអ្នកហ្នឹងផងពួកគេត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតតំណាងសាលាស៊ីយាយហ្នឹងលើហើយឡើងភ្ញាក់ព្រឺតហ្មងស៊ីឈើហ្នឹងគេបានចូលរួមដែរសម្រាប់ស៊ីឈើវិញហ្នឹងគឺគេអត់បានដឹងខ្លួនតតែសោះហ្មងណាថាខ្លួនឯងនេះបានចុះឈ្មោះតាំងពីពេលណាចាគឺតាំងពីយប់មិញព្រោះថាហៅយាយហ្នឹងជាអ្នកជួយចុះឈ្មោះឲ្យនោះអីពេលហ្នឹងបើទោះបីជាស៊ីឈើចង់ប្រកែកចង់ដកពាក្យហ្នឹងក៏ប៉ាគេមិនព្រមដែរដាច់ខាតគេត្រូវតែទៅចូលរួមប្រកួតដើម្បីសាលាណាពេលស៊ីយាយចូលមកដល់ក្នុងវិញក៏សួរម៉ែវថាឯងបានលឺហើយមែនទេហើយស្រីទាំងពីរអ្នកហ្នឹងចាប់ផ្ដើមនាំគ្នាពិបាកចិត្តអីស៊ីយាយគិតថាស៊ីឈើចូលក្រុមនាងនាងប្រកាសជាចាញ់ម៉ែវក៏គិតដែរថាអត់មានស៊ីឈើទៅនាងក៏នឹងចាញ់ដូចគ្នានៅខាងនេះវិញឈូវៃហ្នឹងក៏បានរត់មកប្រាប់ហៅយាយឲ្យបានដឹងផងដែរថាស៊ីឈើហ្នឹងបានឈរឈ្មោះតំណាងឲ្យសាលាពួកគេទៅចូលរួមប្រកួតសាកសម័យមើលទៅមិនដឹងជាចេញទៅជាស្អីទេព្រោះការប្រកួតហ្នឹងត្រូវការសមត្ថភាពហើយនឹងចំណេះដឹងនិយាយបដ ாய் ឈូវៃក៏កត់សម្គាល់ទឹកមុខហៅយាយបានគេក៏ចាប់ផ្ដើមដឹងបដ ாய் ថាប្រកាសជាហៅយាយនឹងឯងជាអ្នកចុះឈ្មោះឲ្យស៊ីឈើមើលទៅហៅយាយហ្នឹងគឺមានល្បិចកលសាហាវហ្មងតែហៅយាយក៏តបទៅវិញថាមើលទៅឯងចូលចិត្តបានស្មានដល់ហើយមិនក៏ឯងមិនបើក្រុមសើមកេតមួយទៀតហ្មងទៅយប់ឡើងតាមផ្លូវត្រឡប់មកផ្ទះវិញហ្នឹងម៉ែវនិយាយថាមួម៉ៅហួសព្រោះតែស៊ីឈើបានសន្យាថាទៅចូលរួមប្រកួតជាមួយនាងឯងឥឡូវបាយជាទៅចូលរួមប្រកួតតំណាងឲ្យសាលាណាណៃនៅទៅវិញតើនាងអាចយកឈ្នះបានយ៉ាងម៉េចតែហៅយាយក៏តបទៅវិញថាកុំគិតច្រើនពេកមើលឯងអាចយកឈ្នះដោយខ្លួនឯងបានតើគេថែមទាំងនិយាយទៀតថាមិនអីទេចាំគេនឹងជាអ្នកជួយម៉ែវលឺហើយនឹងគឺសប្បាយចិត្តក្រៃលែងហ្មងឲ្យតែនិយាយប៉ិតណាដល់ពេលមកដល់ផ្ទះកំពុងអង្គុយធ្វើកិច្ចការសាលាសុកហ្នឹងម៉ែវចាប់ផ្ដើមមួម៉ៅហើយយាយសន្យាថានឹងជួយជ្រើសរើសឈុតឲ្យនាងឥឡូវហ្នឹងបែរជាអង្គុយធ្វើមេរៀនរបស់គាត់ទៅវិញហើយយាយក៏ប្រាប់ទៅថាគេសុំធ្វើកិច្ចការរបស់គេឲ្យហើយសិនប៉ុន្តែម៉ែវហ្នឹងអត់សុខចិត្តទេហើយក៏តាំងអង្គុយធ្វើមុខស្អុយប៉ែដាក់គេហើយឃើញអញ្ចឹងអីហើយយាយគេធ្វើចិត្តមិនបានទេដល់ចឹងហើយក៏ថាជួយជ្រើសរើសឈុតឲ្យនាងមុនចុះអញ្ចឹងចឹងហើយទៅម៉ែវក៏ចាប់ផ្ដើមទៅបើកទូដើម្បីជ្រើសរើសសម្លៀកបំពាក់ណាប៉ុន្តែឈុតទី1ជាឈុតពណ៌ខ្មៅដែលនាងយកចេញមកហ្នឹងហើយយាយគេក៏ប្រាប់ថាមិនស័ក្តិសមទេព្រោះអីមើលទៅវាខ្លីពេកចឹងហើយម៉ែវក៏បានយកឈុតទី2ចេញមកប៉ុន្តែហើយយាយគេក៏និយាយដែរថាហ្នឹងក៏អត់សមដូចគ្នាព្រោះអីមើលទៅវាចម្លែកនិយាយទៅឈុតណាដែលម៉ែវរើសហ្នឹងគឺអត់ត្រូវចិត្តគេទេគេក៏ប្រាប់ថានោះអាសាក់យកឈុតពណ៌ក្រហមមួយទៀតហើយចេញមកមើលសម្រាប់មួយឈុតហ្នឹងហើយយាយហ្នឹងគេក៏ប្រាប់ថាគឺស័ក្តិសមមែនតើដោយគ្រាន់តែកែច្នៃបន្ថែមអីបន្តិចបន្តួចទៅគឺដឹងតែស្អាតហ្មងទោះបីម៉ែវគិតថាឈុតហ្នឹងរៀងហួសសម័យក៏ពិតមែនប៉ុន្តែលើហើយយាយនិយាយអញ្ចឹងហើយក៏សាកល្បងម្ដងទៅមើលស្អែកឡើងនៅតាមផ្លូវស្រាប់តែឃើញស៊ីឈើហ្នឹងបានស្លៀកឈុតបរិយាបុត្រហើយគេក៏ប្រុងយកកង់ពីគូដើម្បីជិះទៅកន្លែងប្រកួតផងដែរតែភ្លាមហ្នឹងប៉ារបស់គេហ្នឹងក៏បានបើកឡានមកដល់ល្មមហើយគាត់មិនដឹងឲ្យកូនទៅណាប្រេះប្រាស់ទៅគាត់មកទីនេះដើម្បីទទួលគេទៅកន្លែងប្រកួតទៅចែកពិភាក្សាគ្នាហ្នឹងឯងដែលធ្វើឲ្យស៊ីឈើហ្នឹងគេគ្មានជំរឿអីក្រៅពីព្រមទៅតាមប៉ារបស់គេទេនៅខាងម៉ែវវិញនាងបានមកដល់កន្លែងដែលក្រុមអ្នកតែងខ្លួន enemy ហ្នឹងមកជួបជុំគ្នាអីប៉ុន្តែស្រាប់តែនាងងាកក្រោយក៏បានឃើញថាហៅយាយហ្នឹងមកទីនេះដែរហៅយាយក៏ប្រាប់ទៅគេមកដើម្បីអមដំណើរនាងហ្នឹងឯងមកសើមិញថាអត់មកទេឥឡូវហ្នឹងបាយចដូរចិត្តទៅវិញចឹងហើយម៉ែវក៏ចង់នាំគេចូលទៅខាងក្នុងប៉ុន្តែក៏ចាប់អារម្មណ៍ឃើញថាសម្លៀកបំពាក់របស់គេហ្នឹងគឺធម្មតាហ្នឹងហើយយាយគេខំប្រកែកថាគេមិនមែនមកចូលរួមឯណាតែម៉ែវអត់ព្រមទេមកហើយហ្នឹងគឺត្រូវតែបដូរឈុតចៃដនពេលហ្នឹងពូម្ចាស់ហាងហ្នឹងក៏បានចេញមកល្មមទៅម៉ែវក៏សាកសួរគាត់ថាមានអីដែលអាចជួយតុបតែងឈុតសម្លៀកបំពាក់ឲ្យបងប្រុសនាងបានអត់ពូម្ចាស់ហាងហ្នឹងគិតបន្តិចក៏ប្រាប់ថានៅក្នុងឃ្លាំងរបស់គាត់ហ្នឹងប្រហែលជាមានសម្ភារៈមួយចំនួនដែលអាចកែច្នៃបានហើយគាត់ក៏បកគលសោឲ្យម៉ែវហ្នឹងសាកទៅមើលដោយខ្លួនឯងហ្មងទៅចង់ប្រាប់ថាទឹកមុខម៉ែវពេលហ្នឹងឡើងខ្ជូតសាហាវហ្មងអ្នកទាំងអស់គ្នានៅខាងហៅយាយវិញត្រូវបានប៉ាគេអស់មកកន្លែងប្រកួតហ្នឹងទាំងដែលមិនបានបដូរឈុតដោយសារតែពេល
ពេលវេលាហ្នឹងវាខើចខ្លាំងពេកចុះស្របពេលហ្នឹងស៊ីយេក៏មកដល់ដូចគ្នាឃើញស៊ីឈឺហើយហ្នឹងមុខនាងឡើងអត់រីកយកហ្មងណាមកប្រកួតឲ្យតែងខ្លួនអញ្ចឹងទៀតឲ្យគេមករីកមិនហើយគ្រាន់តែហៅយាចូលមកដល់ក្នុងសាលភ្លាមអ្នកគ្រប់គ្នាដែលនៅក្នុងហ្នឹងគឺនាំគ្នាសើចឡើងព្រាតព្រោះថាគេហ្នឹងចម្លែកខុសគេពេករឿងដែលធ្វើឲ្យគ្រប់គ្នាកាន់តែអត់សំណើចទៀតហ្នឹងគឺថាស៊ីឈឺគេបានទៅអង្គុយខុសកន្លែងមិនអង្គុយខាងក្រុមគេអីបែរជាអង្គុយខាងក្រុមគូប្រកួតទៅវិញងាកមកខាងមេនឹងហៅយាវិញកំពុងតែនៅក្នុងឃ្លាំងប៉ុន្តែនាងរកអីតបតែងខ្លួនឲ្យហៅយាមិនបានតតែសោះតែគណៈពេលដែលនាងងាកទៅស្រាប់តែជន់ជើងរបស់ហៅយាហ្នឹងនាងក៏បាននឹកឃើញវិធីមួយបដ ாய் រួចហើយមេក៏ចាប់ផ្ដើមរៀបចំសម្ភារៈដែលត្រូវតុបតែងខ្លួនឲ្យហៅយាតាមការនឹកឃើញរបស់នាងណានិយាយទៅនាងបានប្រម៉ែប្រមូលយករបស់ផ្សេងហ្នឹងមកកែច្នៃចងចេញជាខ្សែក្រវ៉ាត់មួយមើលទៅឡើងតំណងខ្លាំងមែនតើចំណែកនៅខាងប្រកួតប្រភេទសាណែវិញស៊ីឈឿហ្នឹងគឺគេឡើងផ្ទះសាខ្លាំងមែនតើចេះតែមើលម៉ោងរហូតខ្លាចថាហូពេត្រូវចូលរួមប្រកួតជាមួយនឹងមេណាហើយបើមេណែវិញគឺថាដល់វគ្គគូមុខឲ្យហៅយាវិញម្ដងហើយអង្គុយគូបដាហ្នឹងក៏សោចបដើមនឹងជាស្អីខ្លះទេប៉ុន្តែនៅលើករបស់ហៅយាហ្នឹងនាងក៏បានទៅសេលេខសម្គាល់មួយគឺជា T800 អ្នកទាំងអស់គ្នានៅចាំលេខហ្នឹងបានណត់មេក៏ធ្លាប់ទៅសេលេខហ្នឹងនៅលើជើងដៃរបស់ហៅយាកាលពីគេនៅតូចដែរគណៈពេលដែលមេតុបតែងខ្លួនឲ្យហ្នឹងហៅយាគេឡើងរឹងខ្លួនអស់ហើយក៏ព្រោះតែនាងនៅឡើងគៀកគេខ្លាំងពេកហើយថែមទាំងពេលដែលពាក់ខ្សែក្បាត់ឲ្យគេហ្នឹងប្រៀបដូចជានាងកំពុងតែអោបគេអញ្ចឹងបេះដូងនិយាយពីថាលោតដិបហ្មងគេមកមើលខាងស៊ីឈើវិញម្ដងទៀតគេហ្នឹងបានសួរស៊ីយេថាតើអាចប្រញាប់ជាងនឹងបានអត់បញ្ចប់វាលឿនទៅតែក្រុមគេក៏បានឲ្យស៊ីឈឿននឹករកពាក្យដើម្បីវាប្រហែលទៅកាន់ក្រុមខាងនោះវិញទៅស៊ីឈឿនហ្នឹងគេនឹកមិនឃើញអីតតែសោះព្រោះពេលហ្នឹងគេអត់មានអារម្មណ៍នៅក្នុងការប្រកួតអីទេស៊ីយេវិញខំហុចសភៅឲ្យគេមើលដើម្បីឲ្យគេឆ្លើយតបទៅកាន់ក្រុមម្ខាងទៀតណាប៉ុន្តែស៊ីឈឿនហ្នឹងមានបានតែមើលអីគេក្រោកឡើងធ្វើជ្រុះសភៅហ្នឹងទៅវិញទេតែដឹងមកចត់ស៊ីឈឿនហ្នឹងក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាមិនក៏អ្នកទាំងអស់គ្នាហ្នឹងចំណាយពេលវេលាឲ្យខាត់បងអត់ប្រយោជន៍ទៅអីច្រើនម៉ែនិយាយទៅគេនិយាយពាក្យពេចន៍ចេញពីចិត្តដែលគេហ្នឹងចង់និយាយហ្មងណាគេថាតើអ្នកគ្រប់គ្នាគិតថាចំណេះដឹងទាំងអស់ហ្នឹងកើតឡើងចេញពីសាលាចេញពីការអានសភៅទាំងអស់មែនចឹងទេតាមពិតទៅពួកគេហ្នឹងអាចរៀនសូត្របានគ្រប់ទីកន្លែងទាំងអស់ហើយការរៀនសូត្រនៅសាលាហ្នឹងក៏មិនមែនជាការបញ្ជាក់ពីសមត្ថភាពរបស់អ្នកណាម្នាក់ដែរអ្វីដែលសំខាន់ណាពួកគេសុទ្ធតែមានសមត្ថភាពរៀងខ្លួនទាំងអស់ក្រៅពីការសិក្សាហើយគ្រាន់តែចំណុចប៉ុណ្ណឹងសោះមិនក៏ពួកគេហ្នឹងតែចែកវែងយាយគ្នាវែងខ្លាំងម៉េចគ្រាន់តែស៊ីឈឿននិយាយចប់អង្គុយចោគ្រប់គ្នាហ្នឹងក៏បាននាំគ្នាទៅដែរឲ្យគេប្រងព្រាតយកហ្មងណាអញហើយនិយាយចេញតាមកំហឹងសោះបែរជាមានការគាំទ្រខ្លាំងទៅវិញក៏លេមកខាងមេម្ដងទៀតនាងខំដើររកវែកផ្លូវដើម្បីឡើងទៅវេទិកាអីចឹងណារួចនាងក៏បានប្រកាសឲ្យអ្នកគ្រប់គ្នាហ្នឹងបើកផ្លូវសុំឲ្យ T800 ហ្នឹងចូលមកបន្តិចមកដល់ពេលហៅយាគេដើរចូលមកអ្នកទាំងអស់គ្នាអើយគឺថាឡងផ្អើលមនុស្សគ្រប់គ្នាហ្មងណាក៏ព្រោះតែការបង្ហាញខ្លួនរបស់ហៅយាហ្នឹងគឺបានបង្ហាញជើងដៃរបស់គេនេះមិនមែនជាជើងពាក់ទេគឺជើងស៊ីនរបស់គេហ្មងណាគ្រប់គ្នាឡើងលន់មាត់វ៉ាវហ្មងថែមទាំងសរសើរថាហៅយាហ្នឹងគឺពិតជាសង្ហាខ្លាំងណាបន្ទាប់មកពូម្ចាស់ហាងហ្នឹងគាត់ក៏បានឡើងមកប្រកាសលទ្ធផលអ្នកដែលបានឈ្នះក្នុងការប្រកួតតបតែងខ្លួនជា anime នេះគឺបានទៅលើ T800 ឡើងមកនឹកស្មានដល់ហ្មងគិតថាមកមើលគេសោះហ្នឹងឥឡូវបាច់ទៅឈ្នះការប្រកួតទៅវិញមេអពេគឺថាឡើងអោបហើយយាឡើងជាប់យកហ្មងហើយរង្វាន់ដែលជាសភៅមានហត្ថលេខាហ្នឹងហើយយាហ្នឹងក៏ឲ្យមេជាអ្នកទទួលទៅព្រោះនាងជាអ្នកចង់បានណោះរួចពូម្ចាស់ហាងហ្នឹងក៏បានថតរូបពួកគេពីបេប៉ោះទុកជាអនុស្សាវរីយ៍អីចឹងទៅនៅខាងក្រៅក៏ឃើញថាស៊ីឈឿនហ្នឹងកំពុងតែបញ្ញាបញ្ញាមកកន្លែងប្រកួតនឹងដែរប៉ុន្តែគេបានឃើញគ្រប់គ្នាហ្នឹងកំពុងតែដើរត្រឡប់ទៅវិញហើយក៏ស្របពេលដែរហៅយានឹងមេហ្នឹងក៏បានដើរចេញមកដូចគ្នាពេលដែលពួកគេបានជួបគ្នាគឺមានតែការងឿងឆ្ងល់ទេមិនក៏ស៊ីឈឿដែលទៅចូលរួមប្រកួតតំណាងសាលាហ្នឹងស្លៀកពាក់បែបហ្នឹងហើយយាក៏ទៅសារថាគេគឺជាអ្នកទៅចែកវែកញ៉ៃល្អណាស៊ីឈឿហ្នឹងក៏តបទៅវិញថាពិតជាអរគុណហើយយាខ្លាំងមែនតើមូលហេតុដែលហើយយាគេទៅសារក៏ដោយសារតែឃើញមេដៃពាក់នៅនឹងករបស់ស៊ីឈឿនោះអីគ្រាន់តែពាក្យស៊ីឈឿគេនិយាយចោលចេញពីចិត្តបោកគេសោះហ្នឹងក៏ស្រាប់តែធ្វើឲ្យគេហ្នឹងទទួលបានរង្វាន់ជាមេដៃដែរតែរឿងដែលធ្វើឲ្យស៊ីឈឿសប្រៃហ្នឹងគឺថាហើយយាគេក៏បានជួយមេឈ្នះសភៅដែលមានហត្ថលេខា idol ដែរស៊ីឈឿគេខំនិយាយថាការតបតែងខ្លួនអញ្ចឹងឈ្នះដែរមើលទៅឡើងអន់ហ្មងមេលឺឲ្យឡើងខឹងក៏ព្រោះតែគ្រប់យ៉ាងគឺជាការរៀបចំរបស់នាងដល់អញ្ចឹងតាំងបដូរពីអីថាឈ្នះរង្វាន់គឺស័ក្តិសមអីបែបហ្នឹងនិយាយចេញមកក៏លេចសាហាវហ្មងពេលដែលពីអ្នកនឹងចេញទៅផតពូម្ចាស់ហាងក៏បានលើកយករូបហើយយាជាមួយមេហ្នឹងមកដាក់តាំងនៅមុខហាងតែធ្វើឲ្យស៊ីឈឿឃើញហើយគេឡើងខឹងហ្មងហើយយាមកទៅដើមតំណែងរបស់គេទៀតអីរីឯពីអ្នកហ្នឹងបានមកញ៉ាំភេសជ្ជៈជាមួយគ្នាហើយមេកំពុងតែអង្គុយជួយជូតមុខឲ្យហ
ហើយយៈប៉ុន្តែជូតផ្ដាល់ហ្នឹងក៏សោយផ្ដាល់ក៏ព្រោះតែអាទឹកថ្នាំហ្នឹងជូតមិនងាយចេញសោះតែយ៉ាងណាហើយយៈថ្ងៃហ្នឹងគឺបានជួយនាងច្រើនមែនតើថែមទាំងធ្វើឲ្យនាងសប្បាយចិត្តទៀតនាងក៏បាននិយាយដែរថាហើយយៈហ្នឹងគឺជាគំរូដ៏ល្អឥតខ្ចោះរបស់នាងហ្មងប៉ុន្តែនៅមានពាក្យមួយទៀតដែលនាងចង់និយាយដូចគ្នាគឺថាពេលដែលពួកគេកាន់តែធំឡើងនាងមានអារម្មណ៍ថាគឺកាន់តែលែងស្គាល់ហើយយៈមិនទេគឺមានអារម្មណ៍ថាពួកគេទាំងពីរនាក់ហ្នឹងហាក់ដូចជានៅឆ្ងាយពីគ្នាណាស់ចំណែកហើយយៈគេក៏នឹកឃើញថាពេលវេលានៅសល់ច្រើនទៀតចឹងហើយគេក៏បបួលមែវហ្នឹងទៅដើរលេងជាមួយគ្នាតែម្ដងហើយកន្លែងដែលពួកគេទៅដើរលេងជាមួយគ្នាហ្នឹងគឺជាកន្លែងចាស់នៅមាត់សមុទ្រហ្នឹងឯងមកអង្គុយមើលមេឃមើលផ្កាយស្រូបយកខ្យល់នៅមាត់សមុទ្រអីចឹងណាហើយយៈឃើញមែវរឿងល្ងាហ្នឹងគេក៏បានដកអាវមួយជាន់របស់គេហ្នឹងមកទៅដំឲ្យនាងទៀតផងនិយាយពីថា take care ខ្លាចតែគ្នាឈឺខ្លាចតែគ្នាផ្ដាសាយហ្មងណែហើយយៈក៏បានយករូបភាពក្នុងទូរស័ព្ទដៃរបស់គេហ្នឹងមកឲ្យមែវមើលផងដែរហើយក៏រៀបរាប់តាក់ទងជាមួយនឹងភពដែលត្រូវបានគេថតបានហើយរៀបរាប់ពីរឿងភពរឿងផ្កាយនៅលើមេឃឲ្យមែវស្ដាប់អីចឹងណាមែវក៏ស្ដាប់តែនឹកឃើញប្រៀបធៀបថាហើយយៈហ្នឹងគឺដូចទៅនឹងព្រះច័ន្ទអញ្ចឹងគឺមានសភាពស្រស់ស្អាតភ្លឺចែងចាំងបើទោះបីជាមេឃយប់ខ្លាំងយ៉ាងណាក៏ដោយព្រះច័ន្ទហ្នឹងគឺតែងតែបញ្ចេញពន្លឺយ៉ាងភ្លឺត្រចះត្រចង់ហើយយៈគេក៏បានប្រាប់មែវរឿងមួយទៀតដែរថាតាមពិតទៅគេក៏ចូលចិត្តងើយសម្លឹងទៅមើលលើមេឃផងដែរព្រោះថាកាលណាគេធ្វើបែបហ្នឹងទៅបញ្ហានៅក្នុងចិត្តរបស់គេហ្នឹងក៏ហាក់ដូចជារៀងបានធូរស្រាលខ្លះដែរមែវលើហើយហ្នឹងគឺឡើងបារម្ភហ្មងតើហើយយៈហ្នឹងមានបញ្ហាច្រើនណាស់មែនតាមយើងមើលទៅគឺបញ្ហាមានច្រើនគ្រាន់តែហើយយៈហ្នឹងអត់ចង់ប្រាប់ឲ្យមែវបានដឹងណាខណៈពេលដែលពួកគេអង្គុយនិយាយគ្នាសុកហ្នឹងនៅខាងក្រោយខ្នងហ្នឹងក៏មានជាការបាញ់កាំជ្រួយឡើងប្រងព្រាតមិនដឹងជាពិធីអីទេដែលបានផ្ដល់ឱកាសឲ្យពួកគេហ្នឹងបានអង្គុយមើលកាំជ្រួយជុំគ្នាបើលើភ្លើងកាំជ្រួយហ្នឹងគឺឡើងស្រស់ស្អាតហ្មងស្រស់ស្អាតដូចជាមកគូដែលកំពុងតែអង្គុយមើលអញ្ចឹងហើយភាគនេះក៏ត្រូវបានឆ្លើយត្រឹមតែប៉ុណ្្នឹងឯណាកុំភ្លេចចុច Subscribe และ Share ឲ្យ Channel របស់ Admin ម្នាក់មួយផងដើម្បីតាមដានទស្សនាភាគក្រោយបន្តទៀតណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលចិត្តនិងការទស្សនាយើងចាំជួបគ្នានៅភាគក្រោយអរគុណច្រើនបាយបាយ